ស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាមកកាន់ Channel C ក្រិតចានៅក្នុងវីដេអូការសម្រាយរឿងមួយហ្នឹង Admin បានយករឿងមួយដែលចាញ់យូរមកហើយដែលមានចំណងជើងថា DI មកសម្រាយឲ្យប្រិយមិត្តបានទស្សនារឿងមួយហ្នឹងជាប់តាក់ទងជាមួយនឹងតួឯកស្រីដែលមានបញ្ហាភ្នែកពិការតាំងពីក្មេងប៉ុន្តែនៅពេលដែលគាត់បានព្យាបាលភ្នែកមើលឃើញច្បាស់តិចតិចស្រាប់តែគាត់នឹងបានឃើញខ្មោចរហូតប៉ុន្តែការមើលឃើញនឹងគឺមានហេតុផលរបស់វាអូខេតោះអញ្ចឹងមកទស្សនាការសម្រាយរឿងដែលមានចំណងជើងថា DI ទាំងអស់គ្នាសាច់រឿងបានចាប់ផ្ដើមនៅពេលដែលក្មេងស្រីម្នាក់បានរត់គេចខ្លួនទៅកន្លែងបាក់បែកមួយហើយនៅពេលនោះនាងបាននិយាយថាកុំធ្វើបាបនាងអីបន្ទាប់មកនាងក៏បានយកខ្សែប្រងចងករបស់នាងតែម្ដងចាប់តាំងពីពេលនោះមកមើលស៊ីដនីឯណែវិញនាងគឺជាមនុស្សពិការភ្នែកចាប់តាំងពីនាងមានអាយុ5ឆ្នាំមកម្លេះប៉ុន្តែនាងមានសមត្ថភាពពិសេសអាចធំក្លិននិងដឹងពីពន្លឺថ្ងៃចាំងមកលើស្បែករបស់នាងរីឯសមត្ថភាពរាល់ថ្ងៃរបស់នាងមួយទៀតនោះគឺនាងអាចលេងវីយូឡុងបានយ៉ាងពីរោះរណ្ដំហើយនៅថ្ងៃនេះគឺជាថ្ងៃកំណើតគ្រូរបស់នាងផងដែរលុះនៅពេលដែលស៊ីដនីបានត្រឡប់ទៅអាផាតមិនរបស់នាងវិញទីនោះមានឧបករណ៍ប្រើប្រាស់សម្រាប់មនុស្សពិការភ្នែកដែលបញ្ចេញសំឡេងឲ្យស៊ីដនីបានដឹងនៅពេលដែលនាងចង់ដឹងអំពីព័ត៌មានអ្វីមួយហើយនៅពេលនោះនាងក៏បានបើកសារសំឡេងបងស្រីរបស់នាងបានផ្ញើមកកាន់នាងផងដែរនៅថ្ងៃបន្ទាប់នៅពេលដែលស៊ីដនីបានទៅព្យាបាលដូរកែវភ្នែករបស់នាងហើយនៅពេលនោះនាងបានឮសំឡេងមនុស្សនៅក្បែរនាងតែតាមការពិតគឺក្មេងស្រីម្នាក់មានឈ្មោះថាអាលីសាកំពុងតែមកក្បែរនាងនិងសុំស្គាល់នាងតែម្ដងនៅពេលនោះអាលីសាបានប្រាប់ថានាងគឺសម្រាប់ព្យាបាលនៅទីនោះដែរដោយសារតែក្បាលរបស់នាងគឺមានដុំនៅក្នុងខួរក្បាលរបស់នាងនិងត្រូវសម្រាប់ព្យាបាលហើយនឹងវះកាត់នៅពេលខាងមុខនេះលុះនៅពេលដែលក្មេងស្រីអាលីសាបានត្រឡប់ទៅវិញនៅពេលដែលដុកទ័របានមកស្រាយភ្នែករបស់ស៊ីដនីចង់ដឹងលទ្ធផលពីការវះកាត់ស្រាប់តែភ្នែករបស់នាងបានមើលឃើញបន្តិចហើយប៉ុន្តែភ្នែករបស់នាងមិនអាចមើលច្បាស់នោះទេនៅពេលនោះស្រាប់តែនាងបានឃើញមានស្រមោលមនុស្សម្នាក់នៅក្បែរបងស្រីរបស់នាងថែមទៀតផងលុះនៅពេលដែលដុកទ័របានទៅវិញ Helen បងស្រីរបស់ស៊ីដនីក៏បានលើកទឹកចិត្តទៅកាន់ស៊ីដនីនិងរំលឹកការដែលពួកគេនៅពីក្មេងៗបងស្រីរបស់នាងបានគិតថាគឺជាកំហុសបងស្រីរបស់នាងប៉ុន្តែនៅពេលនោះស៊ីដនីបានប្រាប់ថាមិនមែនជាកំហុសបងស្រីរបស់នាងនោះទេបន្ទាប់មកនៅពេលដែលស៊ីដនីនៅម្នាក់ឯងអាលីសាបានមកលេងនាងម្ដងទៀតដើម្បីចង់ដឹងថាភ្នែករបស់ស៊ីដនីបន្ទាប់ពីបានវះកាត់ហើយមើលឃើញច្បាស់ហើយឬនៅហើយនាងក៏បបួលដើរទៅខាងក្រៅលេងនៅថ្ងៃស្អែកថែមទៀតផងប៉ុន្តែនៅពេលនោះអ្នកគ្រូពេទ្យក៏បានហៅអាលីសាត្រឡប់ទៅវិញលុះដល់ចម្លើងនៅពេលដែលស៊ីដនីកំពុងតែដេកក្បែរអ្នកជំងឺម្នាក់មានឈ្មោះថា Helman នាងក៏បានឮសំឡេងគាត់និយាយថាខ្ញុំមិនចង់ទៅនោះទេពេលនោះស្រាប់តែនាងបានឃើញស្រមោលខ្មៅៗមកចុងអ្នកជំងឺម្នាក់នោះទៅទើបស៊ីដនីក៏បានចេញមកខាងក្រៅរកមើលតែម្ដងហើយក៏ស្រាប់តែបានឮសំឡេងមនុស្សល្វើយៗនៅក្បែរត្រចៀករបស់ស៊ីដនីថែមទៀតផងលុះនៅព្រះបន្ទាប់ទើបស៊ីដនីបានដឹងថាអ្នកជំងឺមានឈ្មោះថា Helman នោះគឺបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយកាលពីយប់មិញបន្ទាប់មកដុកទ័រក៏បានមកពិនិត្យភ្នែករបស់ស៊ីដនីម្ដងទៀតតាមការកំណត់ទើបស៊ីដនីក៏បានសួរដុកទ័រថាតើពេលវេលាមួយណាទើបអាចដឹងថាភ្នែករបស់នាងគឺមើលច្បាស់បានឡើងវិញដោយសារតែភ្នែកស៊ីដនីគឺពិការយូរមកហើយទើបមិនមានប្រាប់ពេលវេលាច្បាស់លាស់មួយណាទេសម្រាប់ព្យាបាលភ្នែករបស់នាងឲ្យបានមើលច្បាស់បន្ទាប់មកនៅពេលដែលគេបានយកស៊ីដនីទៅបន្ទប់របស់នាងវិញនាងក៏បានចូលទៅក្នុងបន្ទប់ទឹកសម្លឹងមើលផ្ទៃមុខរបស់នាងលេងនិងហាមាត់លេងសើចថែមទៀតផងដោយសារតែភ្នែករបស់នាងគឺបានមើលឃើញព្រាលហើយនៅថ្ងៃបន្ទាប់នៅពេលដែលបងស្រីរបស់ស៊ីដនីបានមកយកស៊ីដនីចាក់ចេញពីមន្ទីរពេទ្យទៅវិញស៊ីដនីក៏បានទៅរកអាលីសាទើបអាលីសាក៏បានសុំថតរូបជាមួយនឹងស៊ីដនីទុកមួយសន្លឹកតែម្ដងហើយនាងក៏បានប្រាប់ទៅកាន់ស៊ីដនីថានាងដឹងថាស៊ីដនីខ្លាចប៉ុន្តែក៏ខ្លាចអីពិភពលោកមួយនេះគឺស្រស់ស្អាតខ្លាំងណាស់នៅពេលដែលបងស្រីស៊ីដនីបានជួលស៊ីដនីត្រឡប់ទៅអាផាតមិនរបស់នាងវិញស្រាប់តែក្រុមការងារនិងមិត្តភ័ក្តិរបស់នាងបានរងចាំអបអរនាងនៅទីនោះហើយនៅពេលដែលស៊ីដនីបានព្យាយាមស្វាគមន៍ទៅកាន់មនុស្សទាំងអស់នោះស្រាប់តែធ្វើឲ្យស៊ីដនីចាប់ផ្ដើមមិនស្រួលខ្លួននៅថ្ងៃបន្ទាប់នៅពេលដែលស៊ីដនីបានទៅគេងឲ្យវីយូឡុងរបស់នាងក៏បានឮសំឡេងនៅក្នុងផ្ទះបាយរបស់នាងនៅពេលដែលនាងបានទៅមើលស្រាប់តែមានភ្លើងឆាបឆេះចេញមកប៉ុន្តែការពិតនោះគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះភ្លាមនោះស្រាប់តែនាងបានឃើញអាផាតមិនរបស់នាងប្រែក្លាយទៅជាកន្លែងចាស់មួយកន្លែងហើយវាក៏បានប្រែក្លាយទៅជាដូចដើមវិញដែលធ្វើឲ្យនាងចាប់ផ្ដើមឆ្ងល់ជាខ្លាំងបន្ទាប់ពីថ្ងៃនោះនៅពេលដែលនាងបានទៅជួបជាមួយនឹងដុកទ័រ Paul ដើម្បីពិភាក្សាលើភ្នែករបស់នាងបន្តទៀតហើយនាងក៏បន្តអាជីពផ្នែកវីយូឡុងរបស់នាងបន្តទៀតផងដែរនៅពេលនោះដុកទ័រ Paul ក៏បាននាំនាងទៅខាងក្រៅឲ្យស្គាល់ទីនោះនិងបានឲ្យនាងចងចាំនៅកន្លែងនោះដើម្បីងាយស្រួលរស់នៅថែមទៀតបន្ទាប់ពីថ្ងៃនោះនៅពេលដែលនាងកំពុងតែរៀនអក្សរភ្លេងស្រាប់តែនាងបានឮសំឡេងចម្លែកនៅពេលដែលនាងបានដើរទៅមើលស្រាប់តែបានឃើញមានក្មេងម្នាក់នៅទីនោះដោយបានយំសួរថាមានបានឃើញកាតរបស់គេដែរឬទេឪពុករបស់គេនឹងខឹងគេមិនខានបើសិនជាបាត់វាបន្ទាប់ពីបាននិយាយហើយនៅពេលដែលស៊ីដនីបានងាកទៅខាងក្រោយហើយបានងាកមកវិញក្មេងនោះក៏បានបាត់ទៅ
លុះនៅពេលដែលស៊ីដនីបានបន្តទៅរៀនវិទ្យុលងបន្តទៀតស្រាប់តែនាងធ្វើមិនបានល្អតតែសោះសម្រាប់នៅថ្ងៃនោះទើបគ្រូរបស់នាងក៏បានឲ្យនាងសម្រាប់បន្តិចថែមទាំងបានជូននាងទៅផឹកកាហ្វេថែមទៀតផងលុះនៅពេលដែលពួកគេបានជជែករឿងការសម្ដែង concert នៅថ្ងៃខាងមុខហើយគ្រូរបស់នាងបានទៅយកកាហ្វេស្រាប់តែស៊ីដនីបានឃើញស្ត្រីម្នាក់ឈរនិយាយមកកាន់នាងទាំងមិនយល់ន័យតតែសោះហើយក៏បានហក់មករកនាងថែមទៀតផងនៅពេលនោះនាងក៏បានប្រាប់ទៅគ្រូរបស់នាងថានាងបានឃើញស្ត្រីម្នាក់ប៉ិតមែនមុននេះប៉ុន្តែគ្រូរបស់នាងបែរជាមិនឃើញតតែសោះលុះនៅពេលដែលស៊ីដនីបានត្រឡប់ទៅវិញអ្នករត់តុក៏បានឃើញស្នាមរៀមដៃមនុស្សដែលជាប់ស្គរនៅទីនោះប៉ិតមែនលុះដល់យប់ឡើងស៊ីដនីក៏បានស្រមៃឃើញការពីនាងនៅពីក្មេងនៅពេលដែលនាងបានភ្ញាក់ឡើងនាងក៏បានឃើញកៅអីនិងខ្សែចងកនៅទីនោះទៅវិញហើយនាងក៏បានឃើញទស្សនវិជ្ជាអាផាតមិនរបស់នាងចាប់ផ្ដើមចាស់ថែមទៀតផងបន្ទាប់មកនៅពេលដែលនាងបានទៅជួបផលបន្តទៀតដើម្បីចង់ដឹងថាភ្នែករបស់នាងកើតអ្វីបានជានាងឃើញរឿងចម្លែកបែបនេះផលក៏បានប្រាប់ថាការពិនិត្យគឺមិនមានអ្វីចម្លែកនោះទេនៅពេលនោះស៊ីនីក៏បានចាប់ផ្ទៃមុខរបស់ផលនិងបានប្រាប់ថានាងដឹងថាអ្វីពិតនិងមិនពិតនៅពេលដែលនាងបានឃើញវាបន្ទាប់មកនៅពេលដែលស៊ីដនីបានត្រឡប់ទៅអាផាតមិនរបស់នាងវិញនាងតែងតែស្វាគមន៍ទៅកាន់អ្នកយាមនៅទីនោះហើយនៅពេលដែលនាងបានចូលទៅក្នុងអាផាតមិនមើលទូរទស្សន៍នាងក៏បានឮសំឡេងចម្លែកនៅមុខបន្ទប់របស់នាងហើយនៅពេលដែលនាងបានទៅបើកមើលស្រាប់តែបានឃើញមនុស្សម្នាក់បុកទ្វាររបស់នាងរូបពេញនោះស្រាប់តែផ្សែងបានហុយពេញអាផាតមិនរបស់នាងហើយស៊ីដនីបែរជាទៅនៅក្នុងហេតុការណ៍ភ្លើងឆាបឆេះមួយទៅវិញប៉ុន្តែក៏ពិតនោះគ្រាន់តែជាការយល់សប្តិរបស់នាងតែប៉ុណ្ណោះប៉ុន្តែអ្វីដែលចម្លែកនោះគឺនាងបានឃើញស្នាមដៃរបស់នាងគឺមានស្នាមហើយវាក៏បានរលាយបាត់ទៅវិញហាក់បីដូចជាហេតុការណ៍នោះគឺបានកើតឡើងមុននេះបន្ទាប់មកស៊ីដនីក៏បានចុះទៅក្រោមអាផាតមិននិងបានព្យាយាមតាក់ទងទៅកាន់បងស្រីរបស់នាងប៉ុន្តែតាក់ទងមិនបានតតែសោះនៅពេលដែលនាងបានដើរឆ្លងកាត់ថ្នល់ស្រាប់តែបានបុកជាមួយនឹងប្រឡឹងមនុស្សស្រីម្នាក់គឺនៅក្បែរនោះគឺមានគ្រោះថ្នាក់ចរាចរណ៍បានបុកសម្លាប់មនុស្សស្រីម្នាក់ហើយនៅពេលនោះនាងបានឃើញស្រមោលខ្មៅមកយកប្រឡឹងមនុស្សស្រីម្នាក់នោះទៅថែមទៀតផងបន្ទាប់មកនាងក៏បានទៅភោជនីយដ្ឋានចិនមួយទាំងផិតភ័យហើយក៏បានព្យាយាមតាក់ទងទៅកាន់ផលម្ដងទៀតប៉ុន្តែនៅពេលនោះនាងតាក់ទងមិនបានតតែសោះហើយក៏បានផ្ញើសារសម្លេងទៅកាន់គេតែម្ដងបន្ទាប់មកនៅពេលដែលនាងបាននិយាយទៅកាន់អ្នករត់តុបែរជាមិនមាត់ជាមួយនឹងនាងតតែសោះកញ្ចក់នៅទីនោះចាប់ផ្ដើមប្រេះមីនុយនៅទីនោះចាប់ផ្ដើមរលួយដូចជាត្រូវភ្លើងអញ្ចឹងភ្លាមនោះហ្គាសក៏បានពុះឡើងនៅពេលដែលនាងបានបើកភ្នែកឡើងវិញនាងបានឃើញផលមករកនាងហើយនៅកន្លែងដែលនាងនៅនោះគឺជាកន្លែងអគ្គិភ័យឆាបឆេះកាលពីមួយអាទិត្យមុនដែលបានសម្លាប់មនុស្សអស់5នាក់នៅពេលដែលបានឃើញបែបនេះហើយស៊ីដនីចាប់ផ្ដើមឆ្ងល់ជាខ្លាំងដែលសុកនាងមកនៅហាងនេះទៅវិញនាងបានរៀបរាប់អំពីអ្វីដែលនាងបានឃើញទៅកាន់ផលថែមទៀតផងនាងពិតជាបានឃើញហេតុការណ៍នៅក្នុងអាផាតមិនរបស់នាងពិតមែនដោយនៅក្នុងហេតុការណ៍ដែលនាងកំពុងតែនៅនេះហើយនាងបានរៀបរាប់រឿងចម្លែកដែលនាងបានជួបទាំងអស់ទៅកាន់ផលថែមទៀតផងនៅពេលដែលបានឃើញស៊ីដនីទៅជាបែបនេះហើយផលបែរជាមិនជឿនិងប្រាប់ថាអ្វីដែលស៊ីដនីបានឃើញនោះគឺសុទ្ធតែមិនពិតទាំងអស់គឺគេចង់ជួយស៊ីដនីនៅពេលដែលបានលើបែបនេះហើយស៊ីដនីបានតបទៅវិញថានាងមិនត្រូវការជំនួយពីផលទៀតទេលុះនៅពេលដែលស៊ីដនីបានទៅអាផាតមិនរបស់នាងវិញស្រាប់តែនាងបានឃើញប្រឡឹងខ្មោចម្ដងទៀតនៅក្នុងចន្ទាយន្តនៅអាផាតមិនរបស់នាងបែរជាមិនហ៊ានជិះដោយសុកចិត្តឲ្យគេជិះទៅមុនលុះនៅពេលដែលនាងបានជិះចន្ទាយន្តទៅបានបន្តិចស្រាប់តែបានឃើញប្រឡឹងខ្មោចចេញមកម្ដងទៀតដែលធ្វើនាងភ័យព្យាយាមបើកទ្វារចន្ទាយន្តនោះនិងប្រាប់ថាមិនប៉ិតនោះទេលុះនៅពេលដែលស៊ីដនីបានព្យាយាមរត់ទៅអាផាតមិនរបស់នាងវិញស្រាប់តែនាងបានឃើញក្មេងប្រុសម្នាក់នោះម្ដងទៀតដោយបានស្រែកសួររកកាតរបស់គេម្ដងទៀតនៅពេលនោះស៊ីដនីបានប្រាប់ថានាងមិនដឹងនោះទេក្មេងនោះក៏បានលោតពីអាផាតមិននោះតែម្ដងនៅពេលដែលស៊ីដនីបានទៅគំតិចកញ្ចក់មើលទៅខាងក្រោមបែរជាមិនឃើញក្មេងនោះទាល់តែសោះហើយក្មេងនោះក៏បានបង្ហាញខ្លួនម្ដងទៀតដែលបញ្ជាក់ថាក្មេងនោះគឺជាខ្មោចរីឯស៊ីដនីក៏បានចូលទៅក្នុងអាផាតមិនរបស់នាងវិញនិងគំតិចអំពូលភ្លើងនៅក្នុងអាផាតមិនរបស់នាងដើម្បីកុំឲ្យនាងមើលឃើញអ្វីបន្តទៀតនៅព្រឹកបន្ទាប់ស៊ីដនីមិនទទួលលេខទូរស័ព្ទបងស្រីរបស់នាងនោះទេរីឯផលក៏បានឲ្យសន្តិសុខជួយបើកទ្វារបន្ទប់របស់ស៊ីដនីដែលស៊ីដនីក៏ពុកទឹកដេកបិទភ្នែកនៅពេលដែលផលបានឃើញដៃរបស់ស៊ីដនីរបួសគេក៏បាននាំស៊ីដនីទៅមន្ទីរពេទ្យតែម្ដងហើយក៏បានពិនិត្យមើលភ្នែករបស់នាងផងដែរលុះដល់ចម្លើយនៅពេលដែលស៊ីដនីនៅសម្រាប់មន្ទីរពេទ្យបន្តទៀតស្រាប់តែនាងបានឃើញក្មេងស្រីអាលីសាបានមកប្រាប់នាងថាដុំសាច់ក្នុងខួរក្បាលរបស់នាងគឺបានបាត់ទៅហើយនាងលាសិនហើយបន្ទាប់ពីបាននិយាយហើយអាលីសាក៏បានដើរចេញទៅនៅពេលដែលស៊ីដនីបានទៅតាមស្រាប់តែបានឃើញមនុស្សខ្មៅនោះនាំយកប្រឡឹងអាលីសាទៅតែម្ដងដែលធ្វើឲ្យស៊ីដនីចាប់ផ្ដើមយំអាណិតទៅកាន់អាលីសានៅព្រឹកបន្ទាប់បងស្រីរបស់ស៊ីដនីក៏បានមកមើលស៊ីដនីផលក៏បានចូលមកមើលផងដែរហើយនៅពេលនោះបងស្រីរបស់នាងបានឲ្យរូបថតរបស់ស៊ីដនីដែលបានថតជាមួយនឹងអាលីសាកាលពីមុននោះភ្លាមនោះពួកគេទាំងពីរនាក់ចាប់ផ្ដើមឆ្ងល់ជាខ្លាំងនៅពេលដែលបានឮស៊ីដនីបានសួរថាអ្នកណាថតជាមួយនឹងអាលីសានោះ
ទាំងដែលរូបថតនោះគឺជារូបថតរបស់នាងបានថតជាមួយនឹងអាលីសាលោកនៅពេលដែលស៊ីដនីបានទៅឆ្លុះកញ្ចក់មើលមុខរបស់នាងម្ដងទៀតស្រាប់តែនាងបានឃើញផ្ទៃមុខរបស់នាងទៅជារូបមនុស្សផ្សេងទៅវិញដែលធ្វើនាងចាប់ផ្ដើមឆ្ងល់ជាខ្លាំងរីឯអ្នកផ្សេងគឺមិនបានឃើញដូចនាងនោះទេបន្ទាប់ពីថ្ងៃនោះស៊ីដនីចាប់ផ្ដើមស្រាវជ្រាវអំពីអ៊ីនធឺណិតដោយបានឲ្យវាអានសំឡេងឲ្យនាងស្ដាប់តែម្ដងបន្ទាប់មកនាងក៏បានទៅជួបជាមួយនឹងផូលម្ដងទៀតដើម្បីជួយក្នុងការស្វែងរកការពិតពីស្ត្រីម្នាក់ដែលនាងតែងតែឃើញនៅក្នុងកញ្ចក់នោះតែនៅពេលនោះផូលដែលជាដុកទ័រផ្នែកវិទ្យាសាស្ត្របែរជាមិនជឿទៅលើរឿងទាំងអស់នេះទេនិងមិនអាចជួយនាងបាននោះទេលុះនៅពេលដែលស៊ីដនីត្រឡប់ទៅអាផាតមិនរបស់នាងវិញហើយនៅពេលដែលនាងបានជិះជណ្ដើរយន្តជាមួយនឹងបងស្រីរបស់នាងស្ត្រីម្នាក់ក៏បានមកសុំជិះជាមួយទើបនៅពេលនោះស៊ីដនីក៏បានឃើញព្រលឹងក្មេងប្រុសម្នាក់នោះម្ដងទៀតនៅពេលដែលនាងបានសម្លឹងមើលទៅស្ត្រីម្នាក់នោះបានសួរថាបានឃើញកូនរបស់គាត់នៅទីនេះមែនទេនោះគឺជា Tommy នៅពេលដែលបានលើកបែបនេះហើយស៊ីដនីបានជាមិនមាត់ករីឯបងស្រីរបស់នាងក៏បានលួចសួរថាមានរឿងអ្វីកើតឡើងអ្នកណាគេគឺជា Tommy នៅពេលដែលបានលើកបងស្រីសួរបែបនេះហើយនាងក៏បានប្រាប់ការពិតថា Tommy គឺជាកូនស្រីម្នាក់នោះនឹងបានស្លាប់បាត់ទៅហើយលុះនៅពេលដែលស៊ីដនីបានទៅអាផាតមិនរបស់នាងវិញនៅពេលដែលនាងបានងូតទឹកហើយនាងក៏បានសម្លឹងមើលទៅកញ្ចក់ហើយក៏បានសួរថានាងគឺជាអ្នកណាគេចង់បានអ្វីពីនាងភ្លាមនោះស្រាប់តែស៊ីដនីក៏បានចាប់ហែកភ្នែករបស់ខ្លួនឯងដែលធ្វើនាងចាប់ផ្ដើមឃើញទស្សនភាពចម្លែកទើបបានជានាងកុំតិចកញ្ចក់នោះចោលតែម្ដងនៅពេលដែលបងស្រីរបស់នាងបានមកគោះទ្វារស៊ីដនីក៏បានប្រាប់ការពិតពីអ្វីដែលនាងបានឃើញនិងត្រូវតែស្វែងរកការពិតអំពីស្ត្រីម្នាក់ដែលនាងតែតែឃើញនៅក្នុងកញ្ចក់នោះនៅថ្ងៃបន្ទាប់នៅពេលដែលស៊ីដនីប្រុងជិះតាក់ស៊ីទៅស្វែងរកការពិតអំពីស្ត្រីម្នាក់នោះផូលក៏បានបង្ហាមឃាត់ដោយសារតែគេគឺបារម្ភហើយគេក៏បានសម្រេចចិត្តជួយនាងតែម្ដងដែលធ្វើឲ្យស៊ីដនីចាប់ផ្ដើមសប្បាយចិត្តជាខ្លាំងលុះនៅពេលដែលពួកគេបានជិះឡានទៅ Los Angeles ស៊ីដនីចាប់ផ្ដើមឆ្ងល់ថាហេតុអ្វីបានជាផូលបដូរចិត្តជួយនាងទៅវិញរំពេចនោះស្រាប់តែនាងបានឃើញប្រលឹងខ្មោចត្រូវបានភ្លើងឆាបឆេះនៅតាមផ្លូវបន្ទាប់មកពួកគេក៏បានទៅដល់កន្លែងមួយដែលជាកន្លែងរោងចក្រនិងជាអតីតកន្លែងត្រូវបានភ្លើងឆាបឆេះនៅទីនោះនៅពេលនោះផូលក៏ចាប់ផ្ដើមសួរនាំក្មេងៗនៅទីនោះដែលពួកគេគឺនិយាយភាសាអេស្ប៉ាញហើយផូលក៏បានជួយបកប្រែឲ្យស៊ីដនីស្ដាប់ផងដែរក្មេងប្រុសនោះបានប្រាប់ថានៅពេលដែលអគ្គិភ័យបានឆាបឆេះរោងចក្រនោះទ្វារនៅទីនោះត្រូវបានបិទគេបានបាត់បង់បងប្រុសរបស់គេម្នាក់ហេតុការណ៍នេះបានកើតឡើងដោយសារតែគេបានជឿថាមានធ្មប់បន្ទាប់ពីបានប្រាប់ហើយក្មេងប្រុសទាំងអស់នោះក៏បាននាំគ្នាទៅបាត់អស់បន្ទាប់មកនៅពេលដែលពួកគេបានទៅមុខបន្តទៀតពួកគេក៏បានឃើញប្រជាជននៅទីនោះសរសេរនៅលើជញ្ជាំងថាព្រូចាដែលមានន័យថាធ្មប់នៅពេលដែលពួកគេបានទៅដល់ផ្ទះមួយដែលជាផ្ទះរបស់អ្នកស្រី Martin ហើយកូនប្រុសរបស់គាត់ក៏បានមកទទួលនៅពេលដែលអ្នកស្រី Martin បានដឹងថាពួកគេមករកគាត់ក៏បានសម្រេចចិត្តឲ្យចូលមកខាងក្នុងតែម្ដងពេលនោះស៊ីដនីក៏បានណែនាំខ្លួននិងប្រាប់ថានាងចង់ដឹងអំពីកូនស្រីរបស់អ្នកនាង Martin មូលហេតុអ្វីបានជានាងស្លាប់នាងបានគិតថានាងមានទំនាក់ទំនងជាមួយនឹងប្រឡឹងកូនស្រីរបស់អ្នកស្រី Martin បន្ទាប់ពីបានលើកបែបនេះហើយនៅពេលដែលអ្នកនាង Martin មើលកែវភ្នែករបស់ស៊ីដនីទើបដឹងថាជាកែវភ្នែកកូនស្រីរបស់គាត់ដែលមានឈ្មោះថា Anna អ្នកនាងក៏បានប្រាប់ទៅកាន់ពួកគេថាកូនស្រីរបស់គាត់មានឈ្មោះថា Anna គឺមិនមែនស្លាប់ដោយសារតែអគ្គិភ័យនៅក្នុងរោងចក្រនោះទេកាលពីនាងនៅពីក្មេងគឺគេតែបន្ទោសនាងដោយសារតែនៅពេលដែលនាងបានទៅយំនៅមុខផ្ទះគេស្រាប់តែមានមនុស្សនៃសមាជិកក្រុមគ្រួសារផ្ទះនោះបានស្លាប់បាត់បង់ជីវិតតែម្ដងក៏ប៉ុន្តែមិនមែននាងជាអ្នកធ្វើឲ្យពួកគេស្លាប់នោះទេប៉ុន្តែនាងគឺមានសមត្ថភាពពិសេសអាចមើលឃើញពីការស្លាប់របស់មនុស្សបានរំពេចនោះស្រាប់តែអ្នកនាង Martin ចាប់ផ្ដើមចង់កែបេះដូងទើបពួកគេក៏បានប្រញាប់យកគាត់ទៅមន្ទីរពេទ្យដោយស៊ីនីសុកចិត្តនៅផ្ទះនោះសិនបន្ទាប់មកនៅពេលដែលស៊ីនីបានចូលទៅពិនិត្យមើលនៅក្នុងផ្ទះអ្នកស្រី Martin ស្រាប់តែកែវភ្នែករបស់នាងបានឃើញកែវភ្នែករបស់ Anna ដែលមានសតតែឈាមហើយនាងក៏បានឃើញទស្សនភាពនៅក្នុងរោងចក្រនោះថែមទៀតផងនៅពេលនោះ Anna ប្រឹងទៅជួយគ្រប់គ្នានៅក្នុងរោងចក្រនិងចង់ឲ្យម្ដាយរបស់នាងចាក់ចេញពីរោងចក្រនោះប៉ុន្តែនៅពេលនោះនាងត្រូវបានគេដាច់ចេញពីរោងចក្រហើយទីបំផុតអគ្គិភ័យក៏បានឆាបឆេះនៅក្នុងរោងចក្រនោះពិតមែនគ្រប់គ្នាបានជាចោទ Anna គឺជាធ្មប់ទៅវិញបន្ទាប់ពីបានមើលឃើញបែបនេះហើយភ្លាមនោះស្រាប់តែស៊ីនីបានលឺសំឡេងចម្លែកនៅបន្ទប់ក្រោមដីទើបក៏បានសម្រេចចិត្តចូលទៅពិនិត្យមើលតែម្ដងហើយនៅពេលនោះនាងក៏បានឃើញ Anna ចងកសម្រាប់ខ្លួននៅទីនោះទើបស៊ីនីក៏បានព្យាយាមទៅជួយនិងសួរថាចង់ឲ្យនាងជួយអ្វីភ្លាមនោះផូលក៏បានត្រឡប់មកវិញហើយក៏បានចុះទៅក្នុងបន្ទប់ក្រោមដីនោះទើបក៏បានឃើញស៊ីនីកំពុងតែនិយាយម្នាក់ឯងបន្ទាប់មកផូលក៏បានយកស៊ីដនីត្រឡប់ទៅផ្ទះវិញនៅពេលដែលនាងអស់កម្លាំងគេក៏បានមើលថែស៊ីដនីលុះនៅពេលដែលពួកគេបានទៅមុខបន្តទៀតផ្លូវខាងមុខត្រូវបានគេបិទតម្រូវឲ្យរងចាំបន្តិចនៅពេលនោះស្រាប់តែស៊ីដនីបានរត់ទៅក្បែរឡានក្រុងមួយដែលមានក្មេងស្រីម្នាក់នៅក្នុងនោះដោយនាងបានដឹងថាក្មេងស្រីម្នាក់នោះនឹងត្រូវភ្លើងឆាបឆេះស្លាប់មិនខាននោះទេហើយនៅពេលនោះនាងបានឃើញមនុស្សខ្មៅជាច្រើនមកទីនោះថែមទៀតផងដោយដឹងថាមនុស្សនៅទីនោះនឹងត្រូវស្លាប់មិនខាននោះទេ
ទើបក៏បានសម្រេចចិត្តរត់ទៅខាងមុខនិងបានចូលទៅក្នុងឡានក្រុងនៅខាងមុខហើយនៅពេលដែលនាងបានសម្លឹងមើលទៅខាងក្រោយនាងក៏បានឃើញឡានដឹកញ៉ាំមួយយ៉ាងធំនៅទីនោះទើបនាងក៏បានប្រាប់ទៅកាន់ផូលថានាងបានមើលឃើញការស្លាប់មនុស្សពិតមែនត្រូវតែជឿនាងពេលនោះស៊ីនីបានបន្តឃើញមនុស្សខ្មៅៗជាច្រើននៅទីនោះទើបក៏បានស្រែកប្រាប់គ្រប់គ្នាឲ្យចេញពីឡានក្រុងនោះតែម្ដងព្រោះនៅទីនោះនឹងផ្ទុះមិនខាននោះទេនៅពេលដែលគ្រប់គ្នាបានលើកបែបនេះហើយគ្រប់គ្នាក៏បានសម្រេចចិត្តតាមស៊ីដនីហើយក៏បាននាំគ្នាចាក់ចេញពីឡាននោះតែម្ដងរីឯម្ដាយក្មេងស្រីនោះក៏ត្រូវបានគេរត់បុកដួលនៅពេលនោះមានឡានមួយបានបុកជាមួយនឹងឡានហ្គាសនៅខាងមុខភ្លើងក៏បានឆាបឆេះឡើងរីឯស៊ីដនីនិងផូលក៏បានទៅជួយក្មេងស្រីនិងម្ដាយក្មេងស្រីនោះបានសម្រេចមុនពេលដែលភ្លើងបានផ្ទុះឡើងនិងឆាបឆេះនៅទីនោះប៉ុន្តែនៅពេលនោះអំបែកកញ្ចក់ក៏បានប៉ាងទៅប៉ះភ្នែករបស់ស៊ីដនីតែម្ដងចាប់តាំងពីពេលនោះគេក៏បានអរគុណទៅកាន់ស៊ីដនីដែលបានជួយជីវិតមនុស្សគ្រប់គ្នានៅទីនោះប៉ុន្តែស៊ីដនីមិនសោកស្ដាយដែលនាងបានបាត់បង់ភ្នែករបស់នាងនោះទេរីឯការសម្ដែងវីយូឡុងរបស់នាងក៏ទទួលបានជោគជ័យផងដែរអរគុណប្រិមិត្តសម្រាប់ការទស្សនាការសម្ដែងរឿង DI ឬមួយហ្នឹងគឺស្តៀងទៅនឹងរឿងឥណ្ឌូនេស៊ីដែលមានសម្ដែងលើកមុនប៉ុន្តែរឿងហ្នឹងគឺចាញ់យូរហើយរឿង DI មួយហ្នឹងចាញ់តាំងពីឆ្នាំ2008អញ្ចឹងមានន័យថារឿង Hollywood ហ្នឹងចាញ់មុនរឿងឥណ្ឌូនេស៊ីគឺរឿង Hollywood មួយហ្នឹងបើតាមដឹងដូចមានជប៉ុនមួយដែរប្រិមិត្តប៉ុន្តែអត់មានអត់ច្បាស់ទេថារឿងមួយណាផលិតមុនឬមួយណាទិញសិតមុនប្រិមិត្តអត់មានអត់ដឹងទេឬក៏ទិញសិតក្នុងការផលិតឡើងវិញអញ្ចឹងឯងការសម្ដែងរឿងមួយហ្នឹងគឺមានតែប៉ុណ្្នឹងឯងប្រិមិត្តសង្ឃឹមថាប្រិមិត្តនឹងពេញចិត្តសូមអរគុណសូមជម្រាបលា